ក្តីសុខតូចៗដែលយើងមើលរំលងមនុស្សទាំងឡាយខំស្វែងរកសេចក្តីសុខធំធេងរហូតហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែជួនកាលសេចក្តីសុខពិតប្រាកដមិនស្ថិតនៅឆ្ងាយដូចយើងគិតនោះទេវាគឺជាពេលវេលាហូបបាយជុំគ្រួសារដោយក្តីរីករាយនឹងភាពកក់ក្ដៅឬញ៉ាំអាហារពេលព្រឹកនិងផឹកកាហ្វេជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនឬសម្រាប់ជុំគ្នាបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃសេចក្តីសុខមិនចាំតតែមានឡានថ្មីឬមានលុយច្រើនហូរហៀរនោះទេសេចក្តីសុខពិតគឺស្ថិតនៅលើចិត្តដែលចេះស្កប់ស្កល់និងពេញចិត្តនៅអ្វីដែលខ្លួនមានបើអ្នកសាកល្បងមើលជុំវិញខ្លួនអ្នកនឹងឃើញជីវិតរបស់អ្នកមានអ្វីល្អៗច្រើនជាងអ្នកគិតថ្ងៃនេះតើមានរឿងតូចៗអ្វីខ្លះដែលធ្វើឲ្យអ្នកសប្បាយចិត្តចូលបើកចិត្តឲ្យទូលាយរស់នៅជាមួយភាពរីករាយនិងឲ្យតម្លៃខ្លួនឯងដោយក្តីសង្ឃឹមកុំខ្វល់ខ្វាយច្រើនពេកសេចក្តីសុខមិនមែនបានមកពីការគិតអវិជ្ជមាននោះទេតែវាបានមកពីការស្កប់ចិត្តនឹងអ្វីដែលយើងមានទៅវិញទេ